31ពាក្យទាំងនេះគឺជាព្រះបន្ទូលរបស់ស្ដេចលេមយូលជាសេចក្តីទំនាយដែលព្រះមេដាទ្រង់បានបង្រៀនទ្រង់តូចមិនកូនអើយមិនកូនដែលកើតពីផ្ទៃអញអើយអរកូននៃបំណន់អញអើយតើត្រូវឲ្យអញប្រាប់ឯងដូចម្ដេចគឺកុំឲ្យបង់កម្លាំងឯងប្រគល់ពួកស្រីឬអំពើឯងដល់ការដែលបំផ្លាញពួកស្ដេចឡើយលេមយូលអើយមិនគួរឲ្យពួកស្ដេចបានសោយស្រាទំពាំងបាជូគឺមិនគួរសោះឡើយក៏មិនគួរឲ្យអ្នកដែលជាកំពូលប្រាថ្នាគ្រឿងស្រវឹងដែរក្រែងផឹកទៅហើយនោះភ្លេចបញ្ញត្តិច្បាប់ហើយបង្វែរសេចក្តីយុត្តិធម៌ពីមនុស្សដែលកើតទុក្ខវេទនាចេញចូលឲ្យគ្រឿងស្រវឹងដល់អ្នកណាដែលហៀបនឹងវិនាសទៅហើយស្រាទំពាំងបាជូដល់អ្នកដែលមានចិត្តជូរល្វិញឲ្យគេផឹកចោះដើម្បីឲ្យបានភ្លេចសេចក្តីកំសត់ទុរគតរបស់គេឥតនឹកចាំពីទុក្ខលំបាករបស់ខ្លួនតទៅទៀតចូលបើកមាត់និយាយជំនួសមនុស្សគួរក្នុងរឿងក្តីរបស់ពួកអ្នកដែលឥតមានអ្នកណាជួយចូលបើកមាត់វិនិច្ឆ័យតាមសេចក្តីសុចរិតហើយសម្រេចសេចក្តីយុត្តិធម៌ដល់មនុស្សកំសត់ទុរគតនិងមនុស្សក្រលំបាកដែរឯស្ត្រីគ្រប់លក្ខតើអ្នកណានឹងរកបានត្បិតស្ត្រីយ៉ាងនោះមានតម្លៃជាជាងពួកត្បូងទៅទៅទៀតដីនាងនឹងទុកចិត្តចំពោះនាងហើយមិនត្រូវខ្វះខាតអ្វីឡើយនាងធ្វើឲ្យប្តីបានសេចក្តីល្អមិនមែនអាក្រក់ឡើយរហូតដល់អស់មួយជីវិតនាងរករោមជាមនឹងក្លូតទេសក៏ធ្វើការដោយដៃយ៉ាងស្ម័គ្រពីចិត្តនាងធៀបដូចជានាវាដឹកទំនិញគឺនាងនាំយកអាហារមកពីទីឆ្ងាយនាងក្រោកពីដេកតាំងពីនៅងងឹតនៅឡើយក៏ចាត់ចែងអាហារឲ្យពួកផ្ទះហើយបង្គាប់ការដល់ពួកបាវស្រីទាំងប៉ុន្មាននាងពិចារណាមើលចំការមួយហើយក៏ទិញទុករួចយកផលនៃស្នាដៃនាងទៅដាំដំណាំទំពាំងបាយជូរនាងទម្លាប់ចង្កេះឲ្យមានកម្លាំងហើយឲ្យដៃបានខ្លាំងឡើងដែរនាងឃើញថាទំនិញរបស់នាងសុទ្ធតែមានកម្រៃហើយយប់ចង្គៀងនាងមិនរលត់ទេនាងចាប់យកហុងហើយម្រាមដៃក៏កាន់ខ្នានាងឈោងដៃដល់មនុស្សកំសត់ទុរគតនាងហុចដៃទៅជួយមនុស្សក្រលំបាកផងចំណែកពួកផ្ទះនាងនោះនាងមិនខ្លាចចំពោះហេមៈទេត្បិតគេសុទ្ធតែស្លៀកពាក់សម្ពុតសឆ្លាតពណ៌ក្រហមនាងត្បាញសម្ពុតដណ្ដប់ខ្លួនសម្លៀកបំពាក់របស់នាងសុទ្ធតែធ្វើពីសម្ពុតក្លូតទេសយ៉ាងម៉ត់មានពណ៌ស្វាយកាលណាប្តីនាងទៅអង្គុយត្រង់ទ្វារក្រុងក្នុងចំណោមនៃពួកចាស់ទុំក្នុងស្រុកនោះគេក៏ស្គាល់រាប់អានគាត់ដែរនាងក៏ធ្វើអាវក្លូតទេសសម្រាប់លក់ហើយធ្វើខ្សែក្រវ៉ាត់ឲ្យដល់អ្នកជំនួញនាងមានកម្លាំងនិងលំអជាគ្រឿងអំពរក៏នឹងសើចពីហេតុណាដែលកើតបាននៅខាងមុខនាងពោលដោយប្រាជ្ញាហើយនៅអណ្ដាតនាងមានសេចក្តីសប្បុរសនាងថែមើលអស់ទាំងផ្លូវរបស់ពួកផ្ទះនាងយ៉ាងល្អឥតដែលបរិភោគអាហារដោយសេចក្តីកំជិលឡើយកូនរបស់នាងទាំងប៉ុន្មានក្រោកឈរឡើងគោរពដល់ម្ដាយថាជាអ្នកមានពរដៃក៏ក្រោកឈរឡើងសរសើរដល់នាងដែរថាមានស្រីជាច្រើនបានប្រព្រឹត្តដោយគ្រប់លក្ខតែនាងបានវិសេសលើសជាងគេទាំងអស់រូបឆោមឆាយជាសេចក្តីបញ្ឆោតហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរតែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ានោះនឹងមានគេសរសើរវិញចូលថ្លែងពីផលដែលដៃនាងបានបង្កើតហើយទុកឲ្យស្នាដៃរបស់នាងបានជាទីសរសើរដល់នាងនៅទ្វារក្រុងចោះអាមែនសូមអរគុណដល់បងប្អូនដែលបានស្ដាប់នៅបទគម្ពីរសុភាសិតជាមួយខ្ញុំបាទតាំងពីចម្ពោះ1រហូតដល់ចប់នៅថ្ងៃនេះសូមអរគុណសូមព្រះប្រទានពរអាមែន